เรียนรู้ตามธรรมชาติชีวิตคือจิการุณเนอมันดูจังอ้อในเลือผูกแผ่นเดย์แต่มีการุณเนอเซ็งគ្នាโดยអ្នកខ្លះរស់នៅជាក្រុមអ្នកខ្លះរស់នៅជារង្វង់គ្រួសាររីឯអ្នកខ្លះទៀតក៏រស់នៅតែម្នាក់ឯងដោយពុំមានគូឡើយក្នុងការរស់នៅអ្នកខ្លះនៅដាច់ដោយឡែកពីគេឯងដោយមិនខ្វល់ពីនរណាទាំងអស់គឺយកសុខតែម្នាក់ឯងមនុស្សខ្លះទៀតរស់នៅដោយជួយយកអាសាអ្នកដទៃរស់នៅដើម្បីជួយអ្នកដទៃជួយសង្គមហើយក៏មានមនុស្សមួយចំនួនទៀតដែលរស់នៅដើម្បីបំផ្លាញអ្នកដទៃក៏មានមិនតិចដែរការរស់នៅដើម្បីបំផ្លាញអ្នកដទៃឬគិតតែដើម្បីប្រយោជន៍ខ្លួនឯងអ្នកណាហិនហោចយ៉ាងណាក៏យ៉ាងនោះទៅគឺជាការរស់នៅដ៏ថោកទាបនិងអមនុស្សធម៌បំផុតដែលពួកគេជាមនុស្សដែលមិនគួរសេពគប់និងមិនគួរដល់ការរស់នៅក្នុងសង្គមមួយនេះឡើយជីវិតជាការរស់នៅមានជីវិតត្រូវតែតស៊ូមានជីវិតត្រូវតែរៀនសូត្រមានជីវិតត្រូវតែធ្វើល្អមានជីវិតត្រូវតែរស់ឲ្យមានតម្លៃហើយតម្លៃរបស់ជីវិតគឺស្ថិតនៅលើសច្ចៈខន្តីកតញ្ញូនិងគុណធម៌ធម្មជាតិបានបង្រៀនដល់មនុស្សជាច្រើននៅក្នុងការរស់នៅដែលយើងគ្រប់គ្នាមិនអាចបដិសេធបានឡើយថាធម្មជាតិមិនបានបង្រៀនអ្វីដល់មនុស្សនោះប្រសិនបើមនុស្សគ្រប់គ្នារស់តាមអ្វីដែលធម្មជាតិបង្រៀននោះពួកគេនឹងទទួលបាននូវភាពជោគជ័យសុភមង្គលព្រមទាំងទទួលបាននូវសេចក្តីស្ងប់ផ្លូវចិត្តដែលជាសុខដ៏ប្រសើរតើធម្មជាតិបានបង្រៀនអ្វីដល់មនុស្សក្នុងការរស់នៅធម្មជាតិបានបង្រៀនមេរៀនច្រើនណាស់ដល់មនុស្សយើងសម្រាប់ជាគតិពិចារណាក្នុងការរស់នៅប៉ុន្តែគ្រាន់តែយើងមិនបានបើកចិត្តចាប់ចិត្តសង្កេតមើលប៉ុណ្ណោះហើយខាងក្រោមនេះជាមេរៀនល្អៗដែលធម្មជាតិបានផ្ដល់ឲ្យយើងសម្រាប់អនុវត្តនៅក្នុងជីវិតរៀនរស់តាមស្រមោចគឺជាសត្វល្អិតមួយប្រភេទដែលមានតូចល្អិតមានកម្លាំងទន់ខ្សោយងាយរងគ្រោះដោយសត្រូវនិងឧបសគ្គផ្សេងបានយ៉ាងងាយស្រមោចមានច្រើនដំបូលមានច្រើនប្រភេទវាមានសេចក្តីព្យាយាមមិនចាញ់សត្វកណ្ដៀរនោះទេទោះបីជាស្រមោចវាមានលក្ខណៈសម្បត្តិមិនជាទីអស្ចារ្យក៏ដោយតែអ្វីដែលស្រមោចបានបង្រៀនមនុស្សនោះគឺការឧស្សាហ៍ព្យាយាមស្រមោចតែងតែមានសេចក្តីព្យាយាមក្នុងខ្លួនជានិច្ចវាមិនឲ្យភាពខ្ជិលច្រអូសគ្របសង្កត់រាងកាយរបស់ពួកវាឡើយនារដូវប្រាំងស្រមោចមិនបានសម្រាកយកភាពសុខស្រួលខាងផ្លូវកាយឡើយគឺវាតែងតែឧស្សាហ៍ដើរស្វែងរកស្បៀងអាហារទុកបំរុងនៅក្នុងឃ្លាំងសម្រាប់ការពារអំពើផិតភ័យដែលកើតឡើងជាយថាហេតុដូចជាគ្រោះអាសន្នផ្សេងកើតជាដើមជាពិសេសនោះគឺរដូវវស្សាដែលមានភ្លៀងធ្លាក់ខ្លាំងជាហេតុធ្វើឲ្យពួកវាមិនអាចចេញរកស៊ីបានវានៅមានអាហារបម្រុងសម្រាប់បរិភោគដែរម្យ៉ាងទៀតវាតែងតែរកឋានដែលមានសុវត្ថិភាពជានិច្ចគេឃើញវាច្រើនធ្វើសម្បុកនៅលើទីទួលលំបូកដែលផុតពីទឹកងាយស្រួលក្នុងការគេចអំពីគ្រោះទឹកលិចនារដូវវស្សាអ្វីដែលយើងគួររៀនសូត្រតាមនោះគឺឧស្សាហ៍ព្យាយាមប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិទុកក្នុងផ្ទះឲ្យបានគ្រប់គ្រាន់តាន់មានពេលវេលាដែលអាចស្វែងរកបានបើចាំដល់ហួសពេលទើបប្រឹងរកនោះអ្វីមិនអាចកែប្រែបានឡើយស្រមោចបានដាស់សតិយើងរាល់គ្នាកុំខ្ជិលច្រអូសឡើយតាន់នៅវ័យក្មេងត្រូវឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រប្រឹងប្រែងធ្វើការរកទ្រព្យបំរុងទុកសម្រាប់បច្ច័យវ័យឲ្យបានក្រាស់ក្រែលគ្រាន់នឹងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងជាពេលជរាឬពេលមានអាសន្នអ្វីកើតឡើងជាយថាហេតុនេះយើងត្រូវលះបង់ភាពខ្ជិលច្រអូសចេញពីខ្លួនព្រោះការខ្ជិលច្រអូសនេះហើយជាប្រធាននៃសេចក្តីវិនាសជាប្រភពធ្វើឲ្យជីវិតបរាជ័យនិងបាត់បង់អ្វីគ្រប់យ៉ាងដែលបំរុងនឹងកើតមានដោយបរិះកំជិលដែលរំពឹងពីសំណាងដូច្នោះដែរកុំពឹងអ្នកដទៃត្រូវពឹងខ្លួនឯងស្រមោចវាមិនដែលអង្គុយរងចាំនរណាម្នាក់មកជួយវានោះឡើយគ្រប់យ៉ាងគឺវាពឹងផ្អែកលើខ្លួនឯងទាំងស្រុង
ជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងដោយផ្អែកលើសេចក្តីព្យាយាមវាស្វែងរកអាហារដោយកម្លាំងរបស់វាផ្ទាល់ត្រង់នេះបង្ហាញឲ្យយើងឃើញថាធ្វើជាមនុស្សត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួនឯងត្រូវប្រឹងដោយខ្លួនឯងត្រូវមានខ្លួនឯងជាទីពឹងកុំរំពឹងអ្នកដទៃឡើយមនុស្សដែលមិនព្យាយាមធ្វើអ្វីសោះនោះដេករំពឹងតែលើអ្នកដទៃជួយធ្វើអ្វីមួយដែលរងចាំគេមកជួយមិនព្យាយាមប្រឹងដោយខ្លួនឯងទុកសមត្ថភាពខ្លួនឯងចោលគេគឺជាប្រភេទមនុស្សដែលទន់ខ្សោយប្រភេទមនុស្សដែលអន់ប្រភេទមនុស្សដែលខ្វះទំនុកចិត្តលើខ្លួនឯងមនុស្សប្រភេទនេះតែងមានចិត្តទន់ខ្សោយងាយបាក់ទឹកចិត្តងាយពេលជួបស្ថានភាពទាល់ច្រកព្រោះគេបានចិញ្ចឹមចិត្តទន់ខ្សោយក្នុងខ្លួនជាយូរមកហើយត្រូវព្យាយាមជួយខ្លួនឯងអស់ពីសមត្ថភាពសិនបើទៅមិនរួចត្រូវសួរយោបល់អ្នកដទៃដែលមានសមត្ថភាពខ្លាំងជាងយើងហើយកុំត្អូញត្អែបង្ហាញភាពទន់ខ្សោយទៅកាន់អ្នកដទៃឲ្យគេបានឃើញសោះឡើយមានឆន្ទៈធំត្បិតថាស្រមោចរូបរាងតូចល្អិតពិតមែនតែមិនបង្ហាញថាឆន្ទៈស្រមោចតូចដូចរូបរាងវាឡើយពួកវាតែងតែមានគោលបំណងច្បាស់លាស់មានការមើលឃើញបានវែងឆ្ងាយនិងមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅរបស់វាស្រមោចមានទំនួលខុសត្រូវពេញលេញចំពោះខ្លួនឯងគឺវាស្វែងរកអាហារសម្រាប់សហគមន៍ជាមួយនឹងក្រុមគ្រួសាររបស់ពួកវាស្រដៀងគ្នានេះដែរមនុស្សយើងបើចង់បានភាពជោគជ័យក្នុងជីវិតត្រូវតែមានគោលដៅច្បាស់លាស់និងមានការយល់ឃើញបានវែងឆ្ងាយត្រូវមានឆន្ទៈឃ្លាវខ្លាក្នុងការសម្រេចនៅគោលដៅអ្វីមួយមនុស្សដែលធ្វើអ្វីដោយគ្មានគោលដៅមានតែឆន្ទៈពួកគេប្រៀបដូចជាមនុស្សដែលវង្វេងផ្លូវដែលមានតែចិត្តចង់ទៅតែមិនដឹងទៅណាឲ្យពិតប្រាកដប្រសិនបើអ្នកធ្វើកិច្ចការអ្វីមួយអ្នកត្រូវតែមានផែនការច្បាស់លាស់ហើយសូមកុំផ្ដោតលើសមត្ថភាពរបស់អ្នកខ្លាំងពេកកុំគិតលើខ្លួនឯងគ្មានសមត្ថភាពឬសមត្ថភាពមិនខ្លាំងត្រូវប្រឹងសម្រេចគោលដៅនោះព្រោះគោលដៅគឺជាអ្នកបង្កើតនៅសមត្ថភាពដល់មនុស្សតួយ៉ាងដូចវិស្វករស្ថាបត្យករនិងអ្នកវិទ្យាសាស្ត្រជាដើមពួកគេមិនមែនកើតមកមានសមត្ថភាពភ្លាមនោះទេគឺវាកើតចេញពីគោលដៅរបស់ពួកគេទាំងអស់គ្មានគោលដៅគឺគ្មានភាពជោគជ័យមានការសាមគ្គីទោះបីជាស្រមោចមានរូបរាងល្អិតតែចិត្តវាមិនខ្វះការសាមគ្គីឡើយពួកវាបានបង្កើតក្រុមតូចយ៉ាងច្រើនហើយក្រុមនីមួយមានភារកិច្ចផ្សេងគ្នាដោយក្រុមខ្លះជាអ្នកធ្វើសម្បុកឯក្រុមខ្លះទៀតជាអ្នកស្វែងរកអាហារនិងខ្លះទៀតជាអ្នកនាំសារពេលមានគ្រោះអាសន្នផ្សេងត្រង់នេះវាបង្ហាញឲ្យយើងឃើញថាកិច្ចការដែលធ្វើបានលឿនរហ័សគឺជាកិច្ចការបែបជាប្រព័ន្ធមានភាពសាមគ្គីតែងបានសម្រេចនូវភាពជោគជ័យមានការសាមគ្គីតែងបាននូវសុខក្នុងគណៈប្រសិនបើអ្នកចង់ឲ្យកិច្ចការជាក្រុមសម្រេចសមិទ្ធផលជាដុំកំភួនអ្នកត្រូវតែមានសាមគ្គីជាមួយគ្នាត្រូវបែងចែកតួនាទីឲ្យច្បាស់លាស់កុំច្របូកច្របល់ច្រឡូកច្រឡំឬលូកដៃទៅកិច្ចការអ្នកដទៃឡើយហើយត្រូវសហការគ្នាជាប្រព័ន្ធកុំធ្វើតែម្នាក់ឯងឡើយត្រូវបំពេញកិច្ចការរៀងខ្លួនកុំមើលបំណាំគ្នាធ្វើដូច្នេះបានលោកអ្នកនឹងអាចប្រព្រឹត្តកិច្ចការបានយ៉ាងល្អរលូនឧទាហរណ៍ដូចជាក្រុមកីឡាករបាល់ទាត់មួយក្រុមអញ្ចឹងពួកគេមិនអាចយកជ័យជំនះឲ្យក្រុមបានឡើយប្រសិនបើគ្មានសាមគ្គីគ្មានការសហការគ្នាជាប្រព័ន្ធទេនោះដោយសុភាសិតខ្មែរបានពោលថាសាមគ្គីរស់បែកបាក់សាមគ្គីគឺស្លាប់ចង្កឹះមួយបាច់កាច់មិនបាក់ជួយយកអាសាគ្នាការធ្វើការងារជាក្រុមតម្រូវឲ្យសមាជិកទាំងអស់មានការយកចិត្តទុកដាក់ចំពោះគ្នាដឹងទុកធុរៈគ្នានិងមើលថែគ្នាដូច្នេះស្រមោចវាតែងតែជួយគ្នាទៅវិញទៅមកសម្រេចគោលដៅដែលពួកវាប្រាថ្នាមនុស្សយើងក៏ដូចគ្នាដែរនៅពេលដែលធ្វើកិច្ចការជាក្រុមត្រូវចេះជួយយកអាសាគ្នាយល់ទុកធុរៈគ្នាក្នុងគ្រាអាសន្នអ្នកដែលមានការបារម្ភចំពោះអ្នកនៅជុំវិញខ្លួននោះគេនឹងទទួលបានការគោរពនិងយកចិត្តទុកដាក់ពីអ្នកដទៃ
វិញដោយសុទ្ធចិត្តទោះស្ថិតនៅក្នុងកលៈទេសៈបែបណាក៏ដោយអ្នកមិនត្រូវបោះបង់ចោលគ្នាឡើយពាក្យខ្មែរពោលថាស្គាល់ចិត្តគ្នាក្នុងគ្រាអាសន្នបើជួបគ្រោះអាសន្នយើងមិនបោះបង់គ្នានៅដោះស្រាយឧបសគ្គជាមួយគ្នាមិនបោះបង់គ្នាដោយគ្រាន់តែកើតមានទុក្ខនោះយើងនឹងបង្កើតបានមិត្តល្អក្នុងជីវិតតែបើដូចពាក្យខ្មែរពោលថាចូលព្រៃជួបសត្វសាហាវអំពាវនាវគ្នាមកជុំដល់បានស្គាល់ទឹកឃ្មុំពួនស្រងំស៊ីម្នាក់ឯងនោះមិនល្អឡើយការធ្វើបែបនេះនឹងនាំឲ្យនៅសេចក្តីអន្តរាយនៅជីវិតការរៀបរាប់ខាងលើនេះជាវីរភាពរបស់សត្វស្រមោចអ្វីត្បិតតែការលើកឡើងអំពីចំណុចល្អឯករបស់សត្វស្រមោចមានលក្ខណៈសាមញ្ញតែអាចឲ្យយើងយកគិតជាកតេសម្រាប់អនុវត្តក្នុងជីវិតបានការខ្ជិលច្រអូសខ្លាចនឿយហត់ខ្លាចលំបាកមិនមានការអត់ធ្មត់គឺជាប្រភពនៃការល្ងងខ្លៅហើយវានឹងឲ្យផលដល់យើងនៅថ្ងៃខាងមុខនោះគឺការបរាជ័យនិងភាពក្ររហាមភាពជោគជ័យតែងតែមានយុត្តិធម៌ជានិច្ចចំពោះអ្នកដែលឧស្សាហ៍ព្យាយាមក្លាហាននិងមិនខ្លាចហត់មនុស្សដែលឧស្សាហ៍ព្យាយាមដោយប្រឹងប្រែងធ្វើការដោយមិនឲ្យអន់ជាងស្មៅគេតែងតែទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងជីវិត